កំណត់លើចុងក្រោយភាគ1ដោយធ្លាក់លងកាន់តែជ្រៅទៅក្នុងសង្គ្រាមស៊ីវិលកម្ពុជាបានផ្ទុះចេញនូវរដ្ឋប្រហារដ៏ធំមួយនៅថ្ងៃទី18ខែមីនាឆ្នាំ1970ដែលបង្ខំឲ្យសម្ដេចព្រះនរោត្តមសីហនុត្រូវយាងចេញពីអំណាចជំនួសមកវិញដោយឧត្តមសេនីយ៍លន់ នល់និងអ្នកអង្គម្ចាស់សិរិមតៈកងទ័ពជាតិដែលត្រូវបានប្រើប្រាស់ជាឧបករណ៍ដើម្បីដណ្ដើមអំណាចនោះក៏បានទទួលតួនាទីគ្រប់គ្រងផ្នែកនយោបាយតែម្ដងទោះបីជាមានកិច្ចសន្យាថារដ្ឋាភិបាលថ្មីនោះនឹងព្យាយាមបញ្ចប់នូវភាពអនាធិបតេយ្យលុបបំបាត់អំពើពុករលួយប៉ុន្តែពលរដ្ឋទូទៅនៅតែមើលឃើញថាក្រុមថ្មីនេះមិនបានបំពេញទៅតាមការសន្យារបស់គេឡើយមានហេតុផលជាច្រើនដែលធ្វើឲ្យកសិករខ្មែរមិនព្រមទទួលយករបបលន់នល់និងសិរិមតៈរហូតដល់នៅតំបន់មួយចំនួនបានលេចចេញនូវការបះបោរដើម្បីគាំទ្រសម្ដេចព្រះនរោត្តមសីហនុនៅចុងខែមីនាឆ្នាំ1970ដដែលនោះការងើបប្រឆាំងរបស់កសិករបានចាប់ផ្ដើមពីខេត្តកំពង់ចាមតាកែវបន្ទាប់មកព្រៃវែងនិងស្វាយរៀងដែលធ្វើឲ្យកើតមានជាការប៉ះទង្គិចបង្ហូរឈាមគ្នាយ៉ាងសាហាវរវាងកម្លាំងកសិករដែលប្រដាប់ដោយកាំបិតហើយនឹងចបជាមួយនឹងកងទ័ពរបបថ្មីរបស់សេនាប្រមុខលន់ នល់ដែលប្រដាប់ដោយអាវុធយុទ្ធភ័ណ្ឌដ៏ទំនើបប៉ុន្តែការបង្ក្រាបដោយកម្លាំងពុំមែនជាមធ្យោបាយល្អដើម្បីរំលត់រងើកភ្លើងសង្គ្រាមស៊ីវិលនោះទេកងទ័ពរដ្ឋាភិបាលដែលភាគច្រើនចេញពីទីក្រុងឆ្ពោះទៅបង្ក្រាបចលនាបះបោរនៅឯជនបទបានធ្វើឲ្យកសិករទូទៅចាត់ទុកអ្នកទីក្រុងថាជាសត្រូវរបស់ពួកគេគម្លាតរវាងអ្នកទីក្រុងនិងជនបទកាន់តែដាច់ឆ្ងាយពីគ្នាឡើងទាំងផ្នែកសេដ្ឋកិច្ចវប្បធម៌និងស្ថានភាពសង្គមរដ្ឋាភិបាលរបស់ឧត្តមសេនីយ៍លន់ នល់បានខិតខំស្វែងរកដំណោះស្រាយជាច្រើនរួមមានការបង្កើតក្រសួងអភិវឌ្ឍសហគមន៍ដែលមានទិសដៅប្រមូលបញ្ញវន្តទីក្រុងទៅបង្កើតទំនាក់ទំនងប្រកបដោយការយោគយល់គ្នាឡើងវិញរវាងពលរដ្ឋជនបទនិងរដ្ឋាភិបាលតែនយោបាយនោះបានបរាជ័យដោយសារថាកសិករភាគច្រើនបានទូទន់ទៅរកក្រុមកុម្មុយនីសដែលមានរចនាសម្ព័ន្ធចាក់ស្រេះនិងមនោគមវិជ្ជាខ្ពស់ស៊ីសង្វាក់ជាមួយនឹងប្រជាជនជនបទជាងទីក្រុងភ្នំពេញឆ្នាំ1971កាណៃចិនខ្ញុំកំភ្លឺលួនលឺក្ដុងរុំជួយតងកាបាទសរសៃដែរទៀតអូនកាទៀវសាច់ចិញ្ច្រាំហើយនឹងកាហ្វេតកកមួយមកណាបាទយកកាទៀវគូបមួយមកណាចឹកបាទហើយកាហ្វេទឹកដោះគូតកកមួយមកផងបាទដូចគ្នាមកណាបងអូនហើយឲ្យលឿនតិចមកណាខ្ញុំបញ្ញាប់ផងនេះបាទបានលើហើយទៀនតុកលេខ8ទៀវគូ2សាច់5មួយបងសខលបងគិតតែមិនដែរអារឿងបន្ទុះសារាយគ្នារវាងកងទ័ពហើយនឹងអ្នកជនបទនោះវាមានអាម៉េចគឺដូចជាមិនសូវស្រួលហ្នឹងថៃសុនឯងគិតមើលរហូតមកដល់ឥឡូវមនុស្សស្លាប់អស់ប្រមាណអ្នកហើយរដ្ឋាភិបាលឥឡូវដូចជាមិនឃើញមានវិធានការអីគួរឲ្យទុកចិត្តបានសោះបងថារឿងនេះមិនងាយចប់បានទេសុនអើយចុះណាងវិញគិតអ្មេចដែរលោកដុកទ័រឮសូគេនិយាយថាមានពាក់ព័ន្ធជាមួយពួកវៀតណាមខាងជើងទៀតណាពួកហ្នឹងមកអុចអាលឲ្យមានការបះបោរក្នុងប្រទេសយើងតែគេមានបំណងយ៉ាងម៉េចដល់ហើយតែការពិតវាដូចជាមិនអញ្ចឹងទេណាបើតាមបងស្ដាប់វិទ្យុបរទេសវិញនោះបងយល់ថាកសិករទាំងអស់ហ្នឹងមានបញ្ហារឿងដីធ្លីការធ្វើស្រែមិនបានហូបហើយមិនមានអន្តរាគមន៍ពីរដ្ឋាភិបាលទៀតមិនមែនហើយសុនឯងគិតមើល
កសិករគ្មានដីសម្រាប់ធ្វើស្រែទេណាគ្នារកដៃបាក់វេទនាអ្វីដៃជួលដីខ្ពស់ទៅមានតែពួកដែលមានទេដែលមានកម្មសិទ្ធិដីធំនោះហើយបំដលគ្នានោះក៏មិនចេះចប់នេះហើយដែលជាហេតុផលធំដែលធ្វើឲ្យមានការចម្រុងចម្រាស់នោះតែបងក្រៃរថយន្តពេញគេផ្សាយជាផ្លូវការឲ្យទៅថាការបះបោរនោះមកពីមានការញុះញង់នយោបាយណាហើយគេថាពួកយាកកងបងសុំជាផ្លូវបន្តិចបាទកាទៀវមកដល់ហើយរឿងញុះញង់បងមិនហ៊ានថាឲ្យប្រកាសទេតែnàngឯងគិតមើលបើរត់គិតគូដោះស្រាយពីបញ្ហារាជបានល្អពីណាមកញុះញង់បាននោះអីវ៉ាន់ឡើងថ្លៃគ្រប់តែមុខនឹងយើងនៅពេញយើងមិនសូវដឹងទេតែនៅជនបទមានអត់បាយកាហាយទឹកស្ទើរទេណាឡែបើរដ្ឋាភិបាលមានឆន្ទៈដោះស្រាយរឿងជាតិមែនណាដោះស្រាយរឿងជីវភាពតម្រូវការប្រចាំថ្ងៃរបស់ប្រជាជនឲ្យបានសិនទៅបានបញ្ចប់ចំនួនផ្ទៃក្នុងទៅរួចបានហើយប្រយ័ត្នមានគេលឺណាគិញពេញស្រុកពេញប្រទេសតោះញ៉ាំទៅមកវិញបងហើយថៃក៏រលះរលាំងម៉ែអូនអ្នកបងសោមគាត់មកដល់តាំងពីព្រឹកម៉ែបងអញ្ចឹងហើយឥឡូវគាត់នៅឯណាទៅនឹងបាយហើយគាត់សម្រាកនៅខាងលើណោះក្មួយសុងក្មួយចាន់សែននិងលោកបងក៏មកដែរមានរឿងអីតាមមើលពួកគាត់នាំកូនមកនេះដើម្បីគេចពីគាត់ផ្លោងទេដឹងបងតែបងសួរគាត់ច្បាស់ជាងខ្ញុំមិនទាន់ហ៊ានសួរនាំអីទេមកអូនយកកតាទៅទុកងូតទឹកសិនទៅបងនឹងអាផ្សារបាយម៉ាប៉ាចាអូនមើលរៀបចំកដៅម្ហូបទៅណាចារៀបចំបាយជូនអំប្រុសឯងចាជំរាបសួរអ្នកបងអូលោកប្អូនសុនណាហើយអញ្ជើញមកដល់ពីថ្មម៉ានហ្នឹងណាបងមកដល់ម៉ោង 10 ព្រឹកមិញហ្នឹងណាហើយចុះឯណាលោកបងនឹងក្មេងៗគាត់ដូចប្រាប់ថាទៅរកមិត្តគាត់នៅម្ដុំអីហាងសាំងអស័យកែវទៅយូរក្រែដែរហើយមិនទាន់ឃើញមកវិញទៀតណោះច័ន្ទសុងដឹកឪពុកគេទៅហើយច័ន្ទសែននៅផ្ទះបាយជាមួយម៉ាំអ្នកបងនឹងលោកបងអញ្ជើញមកក៏មិនឲ្យដំណឹងមុននឹងអាចខ្ញុំបានទៅទទួលផងនិយាយទៅវែងឆ្ងាយណាស់បងអូនអើយបងនឹងគ្រួសារសម្រាប់ចិត្តមកនេះគឺទាំងបថុចងិចត្មងហ្នឹងមិនបានព្រៀងទុកអីទេរឿងគ្រាប់ផ្លោងហ្នឹងឯណាបងទុកយើងអាម៉េចអាម៉ាទៅហើយនេះតាំងពីអាទិត្យមុនមកម៉ែគ្រាប់ធ្លាក់ដូចភ្លៀងអញ្ចឹងនៅខាងដុនតីសឹងតាគៀកយើងដែរហ្នឹងអ្នកភូមិយើងខំសង្ងំរស់ទាំងភ្នែកនៅកញ្ចឹងកខែងគ្រាប់វាស្ងាត់ទៅវិញតែមិនអញ្ចឹងឯណាម្សិលមិញនេះគ្រាប់កាន់តែធ្លាក់ជ្រុំលើសមុនទៅទៀតសាលារៀនផ្សារផ្សោអីបិទអស់ហើយបងក៏ទីឲ្យលបងឯងនាំមកពេញត្មងទៅហើយសុកទេដូចកាន់តែមិនស្រួលមែនតែនហើយនៅទៀតក៏មិនកើតដែរបើស្រែភ្លឺធ្វើអីលែងកើតហើយនឹងទៅជាកហេងក៏ហូងដោយសារគ្រាប់ផ្លោងអស់ហើយសុនឯងគិតមើលស្រុកយើងមិនដឹងទៅជាយ៉ាងណាទេណាបងហើយបើនៅតែអញ្ចឹងនោះរដ្ឋបហាមិនទាន់បានមួយឆ្នាំស្រួលបួលផងពួកកុម្មុយនីសកាន់កាប់ទឹកដីសឹងតែ 60 ទៅ 70% ទៅហើយសង្គ្រាមបង្ហូរឈាមដណ្ដើមដីគ្នាកាន់កាប់ហើយប្រហែលជាមិនងាយស្ងប់ទេលើកលែងតែមានឈ្នះមានចាញ់មកខាងហើយបាយរៀបចំរួចទេបងពិសាសិនទៅចាំគិតទៀតអ្នកបងគិតមើលកាលដែលដីស្រែទៅជាភ្នក់ភ្លើងអស់ហើយនោះតើរៀបបានអីហូបថានៅពេញចោះនៅមានអង្គរបស់ពួកអាកាំងហើយជោគគ្នាដែលនៅតាមខេត្តវាយជាប់រហូតហើយអ្នកដែលជាប់នៅឯតំបន់រំដោះវិញស្រែភ្លឺក៏ខ្ទេចខ្ទីអស់គ្នារស់នៅអាម៉េច
មិនដឹងរដ្ឋាភិបាលគេគិតយ៉ាងម៉េចទេ បងប្អូនអ្នកស្រុកខ្ញុំក៏មិនដឹងថាមិនហើយទេបងខ្ញុំទៅសារព្រឹកមិញឃើញអ្នកចម្លៀសមកច្រើនដល់ហើយសួរទៅពីណាក៏និយាយថាកិច្ចពីសង្គ្រាមកិច្ចពីគ្រាប់ដែរមានផ្ទះនៅកាតមានស្រែធ្វើម្បានហើយហង្ការទៅសម្ដេចឪលោកយាងមកវិញរៀបចំស្រុកទេសឲ្យស្រួលបួលវិញទៅណាបងនឹងកូនណាសុំស្នាក់នៅទីនេះមួយរយៈសិនហើយណាប្អូនតម្រាំស្ងាត់គ្រាប់បន្តិចតាមពិតបងក៏មិនចង់រំខានប្អូនដែរអ្នកបងមានប្រសាអីចឹងជាបងប្អូននឹងគ្នាណាបងបានអ្នកបងស្នាក់នៅកាន់តែយូរកាន់តែល្អបានជុំគ្នាគ្រាន់ពីគួរបងប្អូនយើងក៏តិចខាងខ្ញុំនៅត្រឹមតាតកែវផងក៏តាក់ទងគ្នាលែងបានទៅហើយឯខាងបងសុនមានតែអ្នកបងនិងលោកបងទៀតប៉ុណ្ណោះដែលបងចេះតែខ្លាចចិត្តនោះក៏មកពីសេដ្ឋកិច្ចយើងកាន់តែអាក្រក់អីវ៉ាន់ឡើងថ្លៃកប់ពពកហើយគ្រួសារបងមកថែមបន្ទុកឲ្យប្អូនទៀតបងថ្លៃឯងណាសុនគាត់ទៅរកពួកម៉ាក់គាត់នៅអាស័យកែវឮថាមានបើកហាងសាំងនៅទីនោះប្រហែលជាគេមានការឲ្យគាត់ធ្វើខ្លះគាត់មិនចង់ដេកទនេទាំងអស់គ្នាទេយ៉ាងម៉េចយ៉ាងម៉ាបានការធ្វើទាំងចាំសុងមួយទៀតក៏ធូរដែរអង្គ1គីឡូ10រៀលសោះឥឡូវឡើងដល់ជិត200រៀលហើយហើយថាមិនដល់មួយឆ្នាំផងនៅអំឡុងចុងឆ្នាំ1970រហូតដល់ដើមឆ្នាំ1971លំហូរជនភៀសសឹករាប់ម៉ឺននាក់បានហូរយ៉ាងគំហុកពីតំបន់ជនបទនានាឆ្ពោះមកកាន់ទីរួមខេត្តធំៗនិងទីក្រុងភ្នំពេញដើម្បីគេចចេញពីការទម្លាក់គ្រាប់បែករបស់ទាហានអាមេរិកនិងដោយសារភាពខ្ទេចខ្ទាំនៃហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាការរលាយសាបសូន្យទៅនៅទំនាក់ទំនងសេដ្ឋកិច្ចតាមបែបទីផ្សារនៅក្រោមកំសួរសង្គ្រាមរវាងក្រុមកុម្មុយនីសកម្ពុជានិងកងទ័ពសហរដ្ឋអាមេរិកដែលសហការជាមួយកងទ័ពរដ្ឋការវៀតណាមខាងត្បូងដីស្រែរាប់ម៉ឺនហិកតាបានក្លាយទៅជារណ្ដៅគ្រាប់ផ្លោងនិងឆេះយ៉ាងសន្ធោសន្ធៅទៅដោយភ្លើងផ្សែងដែលធ្វើឲ្យប្រព័ន្ធកសិកម្មក្នុងប្រទេសធ្លាក់ក្នុងស្ថានភាពមហន្តរាយពេញទំហឹងការស្វះស្វែងរបស់ប្រជាពលរដ្ឋដើម្បីរកទីស្នាក់អាស្រ័យប្រកបដោយសុវត្ថិភាពបានធ្វើឲ្យចំនួនអ្នកនៅទីក្រុងភ្នំពេញដែលមានត្រឹមតែ60ម៉ឺននាក់នៅឆ្នាំ1969ឡើងដល់ជាង1.2 លាននាក់នៅដើមឆ្នាំ1971ពីណាមកហ្នឹងកូនអូដូចជាបងចាន់សឹងប៉ាទើបមកពីណាហ្នឹងកូនមិនឃើញត្រឡប់មករកបាយរកទឹកប្អូននេះរៀបទុកតាំងពីថ្ងៃត្រង់ម៉ែខ្ញុំបានជួបពូហៀនណាម៉ែហាប្អូនហៀអេប្អូនហៀកែងជាប់នៅឯតំបន់រំដោះហីចាន់សុងអត់ដឹងទេម៉ែតែព្រឹកមិញខ្ញុំបានជួបគាត់នៅផ្សារកណ្ដាលអង្គុយនិយាយតាមស្រួលមកកូនកើតថៃក៏ទៅហេបទៅហូបម៉ែហ្នឹងរកបាយទឹកសិនទៅក្មួយម៉ោងជាង2ហើយដាភៀចាប៉ាទៅរកកម្ដៅមកហូបរៀបបាយឲ្យបងឯងកូនចាមិនបាច់ទេក្មួយចាំឲ្យច័ន្ទសែនវាទៅធ្វើបានហើយច័ន្ទសែនអើយចាម៉ែរៀបបាយឲ្យបងប្រុសឯងណាកូនចាហើយក្តាស់អីនៅនឹងដៃហ្នឹងអាចារ្យសុងក្តាស់ពូហៀយកមកពីស្រុកហ្នឹងណាពុកលុបបំបត្តិប្រាក់បំណុលចែកដីខ្មាំងឲ្យអ្នកគ្មានដីធ្លីដីខ្មាំងតាមមើលគឺដីដែលម្ចាស់រត់មកភ្នំពេញអស់ហ្នឹងណាពុកគេចាត់ទុកថាជាដីខ្មាំងហើយព្រោះតាមមើលអត្ថន័យក្នុងกระดาษនេះគេចាត់ទុកពួកអ្នករត់ដូចពួកយើងអញ្ចឹងថាជាអ្នករត់ចោលបដិវត្តជាខ្មាំងណាពុកហើយចោះដីស្រែយើងនៅកូនតែគេពុះជ្រៀកចែកគ្នាអស់ទៅព្រោះអីយើងចេញមកចោលយូរដែរហើយអាណាសុងឲ្យពូមើលផងមើលអត់នេះបងកាត់បន្ថយពន្ធ 50% លុបចោលបំណុលដែលចងការដកហូតដីធ្លីកម្មសិទ្ធិអភិជននិងពួកក្បត់យកទៅចែកឲ្យប្រជាជនដែលគ្មានដីធ្លីវណ្ណៈក្រីក្រត្រូវតែលើកដំកើងយេពួកខ្មែរក្រហមកំពុងតែចង់ដើរនយោបាយអីចេះណោះតាមមើលគ្មានអីក្រៅពីចង់យកចិត្តរាសនៅតំបន់រំដោះនោះទេ
hơi hay sự phiệp ca mạch đài phục vía mưa tứ cá dương bàn tập từ mưa tè mưa sờ bài vinh há chăn sòng khen pu hi ai nhá từ từ tranh mau ấy hay quạt phẹp tham mạch lá គឺគាត់មកតាមមកខ្ញុំត្រឡប់ទៅវិញហ្នឹងណាម៉ែ hả chẳng hả cồn គាត់ថាអ្នកភូមិរស់នៅស្រួលជាងមុនឆ្ងាយណាស់ក្រោយពេលបដិវត្តចូលមកដល់ហើយគាត់ចង់បវល់ខ្ញុំឲ្យនាំពុកម៉ែត្រឡប់ទៅស្រុកវិញ phục vía ai kịch mạch đá hay cho sấn kịch mạch đài ôn ខ្ញុំក៏នៅឆ្ងាយឯនេះរហូតមិនសូវច្បាស់ទេជាមួយពួកខ្មែរក្រហមនោះតែថាសភាពការដែលខ្ញុំស្ដាប់ឮតាមប៉ុស្តិ៍អាមេរិកនោះគឺពួកនឹងពិបាកទុកចិត្តណាស់គេធ្វើនយោបាយតាក់ទាញយើងឲ្យចូលទ័ពទៅសមរភូមិទៅអីទៅដឹងឯសុង ពូហៀកគាត់និយាយរឿងហ្នឹងមែនពូគាត់ថាចង់ឲ្យខ្ញុំទៅធ្វើទាហាននឹងគេព្រោះថាបដិវត្តកំពុងត្រូវការហើយថានៅនោះគេមាននយោបាយថ្មីណាម៉ែគេថាបើគ្រួសារយើងមានអ្នកចូលទាហានដីធ្លីពន្ធដារអីមិនបាច់ព្រួយបង់ទេ បងសុងហូបបាយខ្ញុំរៀបរួចហើយ ទៅរកបាយរកទឹកសិនទៅក្មួយ nè phục vía ai nhá kịch ao chăn xong từ sọc vinh chứ nghe តែបើបានកូនចេញទៅមើលផ្ទះមើលសម្បែងម្នាក់ក៏គ្រាន់នឹងទុកចិត្តដែរយើងចេះតែនៅពេញតទៅទៀតដូចជាមិនកើតសោះចេះតែក្រែងចិត្តថៃសុនបងប្រុសម៉ែវាឯងហ្នឹងណា គ្នាមានតែថាអីគ្នាផ្ទះក៏ស្ងាត់កូនណាមានតែស្ដាប់ភាមកគ្រាប់គត់ហើយក៏ភ្ជាប់ពាក្យជាមួយច័ន្ទសុងតាំងពីតូចមកឯងគិតធ្វើដូចអ្នកក្រៅសុតក៏មិនកើតដែរតែហ៊ានចាប់នឹងវិហាបការជាប្តីជាប្រពន្ធទៅហើយឬមួយក៏អញ្ចេះទៅយើងក៏មានលុយខ្លួនខ្លះដែរគិតរកទិញផ្ទះតូចមួយនៅទីនេះត្មងទៅអីពុកវា ហើយម៉ែវាឯងគិតមកនៅចោលស្រុកចោលភូមិចឹងមកជីវិតអីនៅស្រុកផ្ទះក៏ធំដីខ្សែចការក៏មានយើងមកនេះមកកិច្ចគ្រាប់រយៈសិនតើបើលែងអីហើយយើងប្រញាប់ទៅផ្ទះវិញទៅបងមិនចេះនៅយូរទេស្រុកពេញនេះហ៎ ម៉ែយើងនៅជុំផ្ទះប្រសុនទៀតក៏មិនមែនជាមធ្យោបាយល្អដែរខ្ញុំខ្លាចតែដីធ្លីយើងគេយកទៅបែងចែកគ្នាអស់ទេណាមួយការងារនៅពេញក៏ខ្ញុំរកមិនទាន់បានរៀនតក៏មិនកើតម្ហូបអង្គឡើងថ្លៃតែរហូតរត់ដោយសារតែអង្គអាមេរិកហ្នឹងបើចេះតែអញ្ចឹងយើងត្រឡប់ទៅធ្វើស្រែធ្វើជាការវិញល្អជាង យាយចុះនិយាយឡើងហេងកូនសុទ្ធតែចង់ត្រឡប់ទៅវិញទៅចូលទៅហ៊ានចូលអីហ្នឹងស្មានតែខ្ញុំមិនដឹងហ៎ ម៉ែចូលទៅហ៊ានក៏មិនមានអីអាក្រក់ដែរបើបានរំលំរដ្ឋការលន់នល់ដល់មហាពុករលួយនេះផងកាន់តែល្អ ចុះបងសុងឯងលែងចង់ហ៊ានទៀតហើយហ៎ឃើញពីមុនថាចង់បានបួកទៅស្រុកប្រាំងនោះ ពីមុនផ្សេងឥឡូវនេះផ្សឹងស្រុកទេសមានសង្គ្រាមបងក៏មិននៅស្ងៀមដែរឯងជាស្រីមិនយល់ទេ កោតតែឯងចេះនិយាយទៅកើតកូនឯងមានអាសូរទ្រូងម្ដាយទេឯងគិតថាម្ដាយនឹងសុបាយណាស់ហ៎ដែលស្រុកផ្លោងលិចផ្លោងកើតហើយកូនទាឈប់រៀនចោលបិចចេញទៅកាន់កភ្លើងនេះបើថាស្នេហាជាតិណាំងចូលធ្វើទាហានសាធារណរដ្ឋនៅពេញនេះត្មងទៅ មិនដូចគ្នាទៅម៉ែនៅសុកចង់ឲ្យកូនទៅបម្រើរបបមួយដែលក្បែរដង្ហើមចង្រិតទៅហើយហ្នឹងម៉ែគិតមើលទៅរបបនេះធ្វើបាបរាជយ៉ាងម៉េចខ្លះម៉ែគួរតែសប្បាយចិត្តដែលទាហានខ្មែរក្រហមកាន់តែខ្លាំងកាន់តែឈ្នះបើសិនជាគេវាយអាមេរិកបានណាយើងលែងលំបាកអញ្ចឹងទៀតហើយមិនចាំបាច់រត់ចោលស្រុកចោលភូមិទៀតទេម៉ែឲ្យខ្ញុំទៅណាម៉ែ ម៉ែមិនចេះទេអានយោបាយស្រុកទេសអីហ្នឹងពីណាវាយពីណាក៏ម៉ែមិនខ្វល់ដែរម៉ែដឹងតែថាម៉ែមានកូនប្រុសតែមួយគត់ម៉ែមិនខ្វះលុយឲ្យរៀនឲ្យសូត្រអាណាចាំបាច់អីកូនឯងទៅហត់ទៅលូនធ្វើទៅហ៊ានទៅបាញ់ទៅបោះឲ្យម៉ែខំចិត្តនោះកូន ម៉ែហ្នឹងបងសុងឯងចេះតែជឿតាមពុហិធ្វើអីព្រឹកមិញពេលបងដាភៀដឹកខ្ញុំទៅវត្តខ្ញុំឃើញអ្នកស្រុកភៀចូលក្រុងច្រើនលើសពីមុនទៀតបើតំបន់រំដោះសុខសប្បាយស្រួលដោយពុហិថាមែនណាមែនអ្នកស្រុកនាំគ្នាភៀខ្លួនចូលមកសន្ធឹកអញ្ចឹងទេកែងតាហៀហ្នឹងគេមកខុសស្នើឲ្យពួកកុម្មុយនីសដឹងកូន ទោះមិនក៏ដោយផ្ទះយើងមិនមែននៅនេះទេពុកហើយខ្ញុំក៏មិនទាន់ចង់ឲ្យពុកម៉ែនិងច័ន្ទសែនត្រឡប់ទៅវិញឥឡូវនេះដែរគ្រាន់តែខ្ញុំទៅមុនម្នាក់សិន ចុះអារឿងហ៊ានរឿងសោតនោះកូនពីយប់ម្សិលពួកឯងគាត់ពិភាក្សាជាមួយពុកថាចង់គិតគូឲ្យកូនឯងនឹងក្មួយសូដាភានឹងទៅរៀននៅឯស្រុកបារាំង ទៅមិនទៅពុកបើដាភាទៅរៀនបានថ្នាក់ទី3ហើយខ្ញុំតទៅ2ឆ្នាំទៀត
បានរៀនដល់ថ្នាក់បញ្ចប់ចង់ទៅតនៅមហាវិទ្យាល័យស្រុកគេមិនការទៅពូសុនឯងចង់ឲ្យពួកឯងរៀនបន្តចំណេះទូទៅនៅឯស្រុកគេតែម្ដងណាកូនតាមមើលចាំឲ្យចប់នៅស្រុកខ្មែរក៏មិនងាយដែរបើផ្លោងឲ្យលិចផ្លោងឲ្យកើតមិនឈប់អញ្ចឹងនោះតែបើមិនបួកយើងត្រូវចាយលុយច្រើនណាស់ណាពុកតាមសមត្ថភាពខ្ញុំបើរៀនបានចប់ថ្នាក់ទីបញ្ចប់ខ្ញុំច្បាស់ជាប្រឡងយកបួកបានយើងមិនចាំបាច់ទៅអស់លុយទេគ្រាន់តែធំមកទាំងហើមចាំស្រុកសានត្រានសិនតែប៉ុណ្ណឹងលុយយើងមានតិចតួចខ្ញុំមិនចង់ឲ្យពុកមកចំណាយលើខ្ញុំអស់នោះទេតែយើងនៅមានដីស្រែដីយកានតាកូនចាំពេលស្រុកសានត្រានដូចឯងថាចាំយើងគិតគូលក់ខ្លះទៅមានតែទាស់អីដីក៏ធំគ្មានអ្នកធ្វើផងធ្វើមិនក៏ធ្វើទៅតែត្រូវទៅពិភាក្សាជាមួយពូសុនឯងសិនកុំឲ្យរំលងគាត់ក្មេងៗជំនាន់នេះមិនដឹងអាម៉េចបានជានាំគ្នាឆ្លក់នឹងសង្គ្រាមម៉េចណោះកាលនៅស្រុកពួកដែលរៀនជាមួយកូនផ្ទះនៅដូនតៃនៅអីហ្នឹងណាពុកអាយុទៅតែ5 6 10នាំគ្នារត់ចោលសាលាចូលព្រៃសឹងទៅអស់ពីថ្នាក់គេជឿតាមគ្រូថាទៅធ្វើបដិវត្តតស៊ូវណ្ណៈអីទេបានហើយដេកពួនអីទៅនាងសែនក្មេងសោះចាស់និយាយគ្នាមកលូកមាត់លូកកអីដែរបងសុំឯងធំជាងខ្ញុំប្រហែលទៅណ៎ម៉ែឲ្យកូនទៅស្រុកទៅណាម៉ែដូចពុកឯងថាអញ្ចឹងទៅសួរពូសុនឯងទៅពូឯងគាត់អ្នករាជការស្រាប់គាត់មានយោបល់ច្រើនជាងម៉ែហើយនឹងពុកបាទខ្ញុំទៅដែររួចទៅតាមបងឯងធ្វើអីច័ន្ទសែនខ្ញុំមកវិញឥឡូវហើយម៉ែអីកូននេះត្រីទៅច្បាំងដាញ់ខ្មាំងចង្រៃរឿងទឹកដីជានប្រុសស្រីត្រូវឈឺចាប់បើនៅស្ងៀមលាក់ខ្លួនគួនចាំទៅស្លាប់ឈ្មោះអភ័ព្វជាតិរាប់ថាជាមនុស្សបងពូសុនកំពុងនិយាយរឿងបងឯងនិងបងដាភីនៅស្ងីមើលបើមិនទាន់ចង់ទៅកូនឯងចាំដល់កាលសុខទីកាន់តែមិនស្រួលមែនតែនហើយបើនៅតែផ្ដុំគ្នានៅពេញនេះប៉ាខ្លាចតែកូនឯងនឹងក្មួយច័ន្ទសុងរៀនមិនចប់ទេណាស្ដាប់ប៉ាឯងសិនទៅកូនទៅរៀនសិនទៅតម្រាំសុខទីយើងបានស្រួលបួលចាំនាំគ្នាត្រឡប់មកវិញហើយដែលប៉ាឲ្យកូនមកនិយាយនេះក៏មានរឿងសំខាន់មួយទៀតដែរគឺប៉ាចង់ឲ្យកូនឯងនឹងច័ន្ទសុងរៀបការក្នុងឆ្នាំនេះឲ្យហើយមុននឹងចេញទៅរៀនរៀបការហើយមានអីត្រូវភ្ញាក់ផ្អើលកូនឃើញភ្ជាប់ពាក្យមកយូរហើយរៀបការឲ្យហើយត្មងទៅទាន់សុខវាមិនទាន់យ៉ាប់ជាងនេះប៉ាហើយនឹងម៉ាក់ឯងគិតគូររួចហើយកូនអត់ចង់រៀបការទេប៉ាហើយវិថីនឹងកូនគ្រាន់តែប៉ុណ្ណឹងនិយាយសើស្លក់ឬមួយក៏មិនចូលចិត្តគូទៅដឹងណែក្មួយច័ន្ទសុងមានអីមិនល្អទៅរូបរាងកពស់កពោក៏បានរៀនក៏ប៉កែគ្រាន់តែគ្នានឹងមិនមែនអ្នកអំពេញឬមួយក៏ទៅសែបគប់ស្គាល់អ្នកណាអ្នកណីផ្សេងទៀតណែម៉ាក់មិនចង់ឮទេណាដាភាអត់មានទេម៉ាក់តែកូនណែម៉ាក់សង្កត់យូរហើយអារឿងសែបគប់ពួកម៉ាក់ដើរសៀកព្រីអាលិចសៀកព្រីឲ្យកើតនឹងម៉ាក់មិនចូលចិត្តសោះខែងជៀនមានពាក់ជាប់ដៃតើឲ្យដឹងផងទៅថាយើងនឹងមានគូទៅដឹងហើយស្ដាប់កូននិយាយសិនទៅអូនកុំទាន់បែករឿងវែងឆ្ងាយបដាយមិនបានទេបងសង្គមនេះបើបដាយតាន់តិចខូចកូនអស់ក្មេងៗឥឡូវមិនដឹងជាចេះគិតស្អីខ្លះទេដើរលេងមិនចូលផ្ទះគ្រាប់ផ្លោងឲ្យអង្គើដីហើយនៅតែសុបាយខោជើងប៉ាត់អាវសង់ត្រេសក់ឲ្យវែងហៀស្មាហួសនិយាយត្មងមើលកូនអ្នកភីនៅជាប់នេះជាគំរូស្រាប់មានគូទៅដឹងបដាយទុកឪពុកដាក់ហើយមិនចង់ទេចង់តែដើរលេងសៀកព្រីចុះឡើងទៅយកអាមេរិកកាំងធ្វើប្តីចិត្តឯងយ៉ាងណាណោះទៅវិញបដាយឪពុកហួសចិត្តនិយាយលែងចេញរាល់ថ្ងៃដូចទទួលស្រងដើរទៅហើយតែកូនស្ដាប់ណាដាភាម៉ាក់មានតែកូនឯងមួយប៉ុណ្ណោះម៉ាក់មិនឲ្យកូនឯងធ្វើអីស្រេចតែចិត្តទេ
ឯងយំធ្វើស្អីហ៎តាភាម្ដាយឪពុកឲ្យឯងរៀបការត្រឹមត្រូវមិនមែនយកកូនឯងនឹងទៅលក់ទេណាយំធ្វើអីតែកូនអត់ចង់រៀបការកូនអត់ចង់រៀបការទេម៉ាក់បខំកូនធ្វើអីហើយរឿងរៀបការគ្រាន់តែមុនហើយនឹងក្រោយតាកូនប៉ាកូននឹងបងច័ន្ទសុងដូចបងប្អូនបកើតអញ្ចឹងកូនមិនរៀបការជាមួយគាត់ទេប៉ាមិនបងតាភាធ្វើអញ្ចឹងណាទៅវិញប្រយ័ត្នពូចេញមកឃើញជាប់ពាក្យគ្នាយូរហើយទើបតែមកនិយាយថាអត់ចង់រៀបការមិនសមសោះសង្ស័យតែបងតាភាមានសង្សារទេឬមួយគាត់គិតថាយើងជាអ្នកខេតអូយជប់ស្មានតែផ្ដាស់ទៅជប់ហើយទៅរកដេកពួនអើណែកុំជម្រាបរឿងនេះទៅពុកម៉ែឲ្យដឹងសោះណាច័ន្ទសែនកុំឲ្យគាត់ព្រួយចិត្តណាហើយចុះបងឯងគិតអ្ម៉េចរឿងបងតាភាអូចាំបងដោះស្រាយខ្លួនឯងម៉េចហើយអត់មាត់អីមួយម៉ាត់សោះអញ្ចឹងតាភាមិនដឹងនិយាយពីអីហ្នឹងណាបងមិនមែនខាងនឹងបងដែលសុំពូជូនតាភាមកផ្សារទេបងសុំឯងគិតតែពីខ្លួនឯងហ្នឹងហើយចុះបងឯងជប់ម៉ូតូធ្វើអីឃើញថាជូនខ្ញុំទៅផ្សារឯងបងមានការចង់និយាយមកអង្គុយសិនមកហើយក៏ខ្លាចបងថ្មនេះធ្វើឲ្យប្រឡាក់ស្ពុតអាវចាំបងជូតឲ្យរួចហើយអង្គុយបានហើយប្រហែលថ្ងៃហ្នឹងឃើញមុខខ្លួនឯងដូចជាមិនសប្បាយចិត្តសោះវានឹងអីមិនដែលមនុស្សណាសប្បាយរហូតទេបងអូនិយាយជាមួយតាភាថ្ងៃនេះព្រោះបងត្រូវលាតាភាទៅឆ្ងាយបងឯងចង់ទៅណាបងសម្រេចចិត្តរួចហើយថាចូលទៅហ៊ានចូលបដិវត្តបងចង់ទៅតំបន់រំដោះហ៎ហើយចុះពេលណាបងត្រឡប់មកវិញបងក៏មិនដឹងដែរតែថានៅនោះគឺគ្រោះថ្នាក់គ្រប់ជំហានមែនទេបើអញ្ចឹងបងទៅធ្វើអីណែអីគេនឹងបងខ្សែកបងឲ្យខ្សែកភ្ជាប់ពាក្យមកខ្ញុំវិញធ្វើអីស្រុកកើតកលយុគបងត្រូវទៅឆ្ងាយមិនដឹងពេលណាបានជួបតាភាវិញទេខ្សែកនេះអូនរក្សាទុកជំនួសបងផងបើថ្ងៃក្រោយបងអត់សំណាងត្រឡប់មកវិញទេតាភាអាចរៀបការជាមួយអ្នកផ្សេងបានគឺអាចរកម្ចាស់ថ្មីឲ្យខ្សែកនេះធំហើយកុំងាកយំដូចក្មេងមើលចុះបើដឹងថាទៅគ្រោះថ្នាក់នៅសុកបងសុំចង់ទៅធ្វើអីអូនឯងជាស្រីមិនយល់ទៅរឿងដែលតាភាឯងនិយាយជាមួយពូកាលពីយប់មិញបងឮអស់ហើយបងឮអស់ហើយទោះបីបងនៅពេញក៏នាំតែមានរឿងស្មុគស្មាញដល់គ្រួសារយើងដែរជួនកាលបងទៅបាត់យូរពូគាត់អាចរសាយចិត្តពីរឿងភ្ជាប់មាត់ភ្ជាប់កយើងកាលពីក្មេងនោះដែលកើតពេលស្រុកសង្គ្រាមមិនចូលរួមជីវៈតែបងឯងដឹងទេខ្ញុំតែងទុកបងឯងដូចបងប្រុសខ្ញុំទោះខ្ញុំមិនដែលគិតចង់រៀបការជាមួយបងឯងតែខ្ញុំស្រឡាញ់បងឯងជាបងប្រុសខ្ញុំគ្មានបងប្រុសឯណាទៀតទេខ្ញុំមិនចង់ឲ្យបងឯងទៅចូលទៅហ៊ានទេពិសេស
ទៅហ៊ានបដិវត្តអីហ្នឹងបើថានេះបងចូលទៅហ៊ាននៅពេញនេះបានហើយ បងគង់តែត្រឡប់មកវិញទេអូនត្រូវតែចេះតែរក្សាខ្លួនថែរក្សាលោកពូអ្នកមីងកុំដើរលេងច្រើនណា ខ្ញុំដឹងហើយបងណែ ស្អីហ្នឹង អញ្ជើញភ្ជាប់ពាក្យយើងបើបងឯងសងខ្សែកមកខ្ញុំហើយខ្ញុំទុកអញ្ជើញត្បូងទទឹមនឹងធ្វើអីទៀតចាំបើថ្ងៃក្រោយបងឯងត្រូវការប្រពន្ធហើយស្រីនោះមិនមែនខ្ញុំបងឯងគង់ត្រូវការអញ្ជើញនឹងគេឲ្យគេដដែលនឹងណែយកទៅបង ចាំទុំបានស្នាកណ្ដាលអបឡាណែត្រីរលើងព្រោះកម្មវេរី នាងកញ្ញាលោកស្រីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីរឿងកំណាត់ផ្លូវចុងក្រោយដែលនាងកញ្ញាលោកស្រីបានស្ដាប់នៅពេលនេះសូមស្លេះតែប៉ុណ្ណេះសិនសូមរំចាំស្ដាប់ភាគបន្តសូមអរគុណ